ដោយមិនចង់ឲ្យមានស្ថានភាពកាន់តែវឹកវរទៅខ្លាំងឡើងប្រធានាធិបតី Donald Trump បានសម្រេចចិត្តក្នុងការតាក់ទងតាមរយៈទូរស័ព្ទដោយផ្ទាល់ទៅលោកប្រធានាធិបតីរុស្ស៊ីគឺលោក Vladimir Putin និងប្រធានាធិបតីប្រទេសអ៊ុយក្រែនគឺលោក Vladimir Zelensky បាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានទៅយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពរបស់អ៊ុយក្រែននិងរុស្ស៊ីតែម្ដងដោយដែលខ្ញុំបានជម្រាបជូនបងប្អូនតាមរយៈវីដេអូពីមុនមកអញ្ចឹងគឺមានការណាត់ជួបចរចារវាងមន្ត្រីរបស់អ៊ុយក្រែននិងរុស្ស៊ីជាដើមក៏ប៉ុន្តែជំនួបនៃការចរចានោះมันមានរបៀបវិរៈណាមួយដែលវាធ្វើឲ្យចេញជាសាច់ការដុំកំភួនណានោះទេក្រៅតែអំពីការដោះដូរចំណាប់ខ្មាំងរវាងប្រទេសទាំងពីរសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅដំណឹងក៏ជាព័ត៌មានថ្មីបន្ថែមទៀតបាទដោយឃើញថាស្ថានភាពកាន់តែមានការវឹកវរទៅក៏ដូចជាបន្តអំពីការជួបចរចាគ្នាដោយផ្ទាល់នៅឯប្រទេសទូគីរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរគឺប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីហើយបន្ទាប់មកប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមដ្រូនពិឃាតដ៏សាហាវតែម្ដងចំនួន273ដ្រូនដែលវាយប្រហារទៅលើប្រទេសអ៊ុយក្រែនដែលវាជាហេតុមួយដែលធ្វើឲ្យសហគមន៍អឺរ៉ុបក៏ដូចជាអន្តរជាតិមានការថ្កោលទោសទៅលើរុស្ស៊ីផងដែរដោយឃើញអំពីស្ថានភាពទាំងអស់នេះកាន់តែមានភាពមិនល្អទៅលោកប្រធានាធិបតី Donald Trump បានសម្រេចចិត្តឈានជើងចូលជាតួអង្គកណ្ដាលដើម្បីសូមជជែកដើម្បីស្វែងរកនៅដំណោះស្រាយក៏ដូចជានីតិវិធីដើម្បីបញ្ចប់នៅសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនតែម្ដងក្រៅតែបន្តអំពីការតាក់ទងទៅប្រធានាធិបតី Vladimir Putin គឺលោកប្រធានាធិបតី Donald Trump បានធ្វើការតាក់ទងទៅលោក Volodymyr Zelensky ដែលជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនមុនដើម្បីវិភាគសារក៏ដូចជាចរចាទៅលើចំណុចខ្លះៗដែលត្រូវឲ្យតែអ៊ុយក្រែនត្រូវតែទទួលយកនៅអ្វីដែលជាការចង់បានក៏ដូចជាមានចំណុចផ្សេងជាច្រើនទៀតដែលលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ក៏ដូចជាបានចរចាជាមួយនឹងលោក Zelensky តែម្ដងបើយើងនិយាយអំពីលោក Zelensky គឺគាត់បានលើកឡើងក៏ដូចជាបានជម្រាបប្រាប់លោកប្រធានាធិបតី Donald Trump ថាកុំឲ្យលោកប្រធានាធិបតី Donald Trump ធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិមានន័យថាកុំឲ្យលោកប្រធានាធិបតី Donald Trump ធ្វើការសម្រេចចិត្តនៅក្នុងការចរចាជាមួយនឹងរុស្ស៊ីឲ្យសោះពីព្រោះថាមានចំណុចខ្លះៗគឺលោក Donald Trump មិនអាចធ្វើការសម្រេចចិត្តជំនួសអ៊ុយក្រែននៅក្នុងការចរចាជាមួយនឹងរុស្ស៊ីបាននោះទេបើយើងងាកទៅលើភាគីរបស់ប្រទេសរុស្ស៊ីតែម្ដងនៅក្នុងថ្ងៃទី19ដែលជាថ្ងៃដែលលោកប្រធានាធិបតី Donald Trump បានធ្វើការជជែកជាមួយនឹងលោក Vladimir Putin រហូតដល់2ម៉ោងជាងនៅក្នុងការវិភាគចរចាដើម្បីស្វែងរកនៅដំណោះស្រាយដ៏ល្អដើម្បីឲ្យប្រទេសទាំងពីរមានការស្វែងរកតុចរចាក៏ដូចជាបញ្ចប់នៅចំនួនឲ្យបានកាន់តែឆាប់កាន់តែល្អតែម្ដងបើយើងងាកទៅមើលលោកពូទីនតែម្ដងបន្ទាប់អំពីការជួបជាមួយនឹងលោកប្រធានាធិបតី Donald Trump តាមរយៈទូរស័ព្ទ2ម៉ោងជាងគាត់បានបង្ហោះសារក៏ដូចជាគាត់បានផ្ដល់បទសម្ភាសន៍ទៅដល់ក្រុមអ្នកសារព័ត៌មានថាវាគឺជាជំនួបដ៏ល្អក៏ដូចជាគឺជាជំនួបនៅក្នុងការផ្ដល់នៅការអធិស្ឋានឲ្យគ្នាទៅវិញទៅមកក៏ដូចជាស្វែងរកនៅដំណោះស្រាយផ្សេងៗនេះគឺជាយុទ្ធសាស្ត្រដ៏ល្អដែលលោកប្រធានាធិបតី Putin ដែលគាត់បានលើកឡើងក៏ដូចជាបានសរសើរនៅក្នុងការចរចាជាមួយនឹងលោកប្រធានាធិបតី Donald Trump តែម្ដងបើយើងងាកទៅលើលោកប្រធានាធិបតី Donald Trump វិញគឺគាត់បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមរបស់គាត់ថាជំនួបចរចារវាងរុស្ស៊ីនិងអ៊ុយក្រែននឹងកើតឡើងមាននៅក្នុងពេលឆាប់ៗនេះដែលមិនអាចបងអង្គយូរបានឡើយអញ្ចឹងមានន័យថាការចរចារវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងលោក Zelensky ការចរចាជាមួយនឹងលោក Donald Trump ជាមួយនឹងលោក Putin ប្រហែលជាអាចស្វែងរកចំណុចមួយដែលត្រឹមត្រូវហើយបានលោកហ៊ាននិយាយក៏ដូចជាហ៊ានប្រកាសថានឹងមានជំនួបចរចាដើម្បីស្វែងរកនៅការបត់ឈប់បាញ់រវាងប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីនឹងកើតឡើងនៅខាងមុខដ៏ឆាប់ៗនេះតែម្ដងអញ្ចឹងយើងទាំងអស់គ្នានឹងចាំតាមដានមើលបន្ថែមទៀតតើលទ្ធភាពក៏ដូចជាទាំងមាត់របស់លោកប្រធានាធិបតី Donald Trump នឹងពិតជាប្រៃមែនដែលអាចបង្រួបក៏ដូចជាអាចធ្វើឲ្យរុស្ស៊ីនិងអ៊ុយក្រែនចូលមករកតុចរចាដើម្បីបញ្ចប់នៅសង្គ្រាមរវាងគ្នានឹងគ្នាឬក៏យ៉ាងណាដែរអញ្ចឹងយើងទាំងអស់គ្នានឹងរងចាំមើលបន្ថែមទៀតនេះបើយើងនិយាយអំពីសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីប៉ុន្តែបើយើងងាកទៅលើប្រទេសចិនតែម្ដងនៅក្នុងថ្ងៃទី20នេះតែម្ដងគឺអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ប្រទេសចិនបានថ្លែងសារមួយដោយមានការគាំទ្រទៅលើការលើកឡើងរបស់លោកប្រធានាធិបតី Donald Trump ដែលចង់ឲ្យមានបទឈប់បាញ់ក៏ដូចជាចង់ឲ្យមានការឈប់ប្រយុទ្ធរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនដោយសារតែប្រទេសចិនតែងតែគាំទ្រនៅនីតិវិធីនៅក្នុងការចង់ឲ្យប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីស្វែងរកតុចរចាដើម្បីបញ្ចប់សង្គ្រាមដើម្បីកុំឲ្យប្រទេសទាំងពីរពោពេញទៅដោយភាពរ៉ាំរ៉ៃដែលមិនអាចធ្វើឲ្យប្រទេសទាំងពីរនឹងមានការរីកចម្រើនទៅបានហើយក៏វាអាចប៉ះពាល់ទៅដល់សេដ្ឋកិច្ចនៅក្នុងពិភពលោកយើងនេះតែម្ដងនេះបើយើងងាកទៅមើលប្រទេសចិនប៉ុន្តែបើយើងងាកទៅមើលមួយជ្រុងទៀតគឺបណ្ដាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបបន្ទាប់តែអំពីកិច្ចចរចារវាងអ៊ុយក្រែននិងរុស្ស៊ីនៅឯប្រទេសទូគីមិនទទួលបានជាលទ្ធផលប្រមាណនោះហើយបានឃើញរុស្ស៊ីបានវាយប្រហារតាមរយៈដ្រូនពីឃាតដ៏ច្រើនទៅលើទឹកដីប្រទេសអ៊ុយក្រែនសហភាពអឺរ៉ុបបានធ្វើសេចក្តីរាយការណ៍ក៏ជាបានធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើប្រទេសរុស្ស៊ីតែម្ដងដោយមានការអនុម័តទៅលើចំណុចមួយចំនួននៅក្នុងការគៀបសង្កត់
ទៅលើប្រទេសរុស្ស៊ីតាមរយៈការធ្វើពាណិជ្ជកម្មក៏ដូចជាតាមជើងទឹកតែម្ដងអញ្ចឹងយើងនឹងចាំមើលបន្តទៀតតើសហគមន៍អឺរ៉ុបក្តីសហរដ្ឋអាមេរិកក្តីប្រទេសចិនក្តីក៏ដូចជាប្រទេសនៅក្នុងពិភពលោកយើងនេះក្តីនឹងទទួលបាននៅដំណោះស្រាយដ៏ល្អដែលអាចកាត់ចេញអំពីប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនដើម្បីស្វែងរកតុចរចាជាមួយគ្នាឬក៏យ៉ាងណាយើងនឹងចាំតាមដានមើលបន្ថែមទៀតបើសិនណាបើមានអ្វីអាប់ដេតបន្ថែមខ្ញុំនឹងជម្រាបជូនបងប្អូនទាំងអស់គ្នានៅពេលបន្តបាទសូមអរគុណសូមជម្រាបលា